លោកបងតើលោកបងមើលឃើញទិសដៅបែបណាក្នុងកលៈទេសៈដែលចៅសៀមឈ្លានពានទឹកដីយើងនេះអ្នកបងបានលះបង់ពេលវេលាសម្រាប់ដែលបងឃើញគឺថា3ថ្ងៃនេះមកកាហ្វេ free ហើយយកតែស្នាមញញឹមតើបងមើលឃើញទិសដៅបងបែបណាសម្រាប់ដែលបងចំណាយពេលមកនៅព្រំដែនព្រៃច័ន្ទនេះផ្ទាល់តែម្ដងជាធម្មតានៃទម្លាប់សកម្មភាពប្រចាំជីវិតខ្ញុំផ្ដោតទៅលើការអប់រំកុមារនិងការកែច្នៃទេប៉ុន្តែក្នុងនាមជាបញ្ញវន្តអ្នករៀនសូត្រម្នាក់នៅពេលប្រទេសមានសង្គ្រាមយើងអាចនឹងមិនកាន់បិចកាន់សភៅសិនគឺយើងកាន់អ្វីដែលយើងអាចចូលរួមជាមួយនឹងរដ្ឋាភិបាលបានដូចខ្ញុំតែងតែឲ្យកូនសិស្សនៅសាលាដូងថាពេលប្រទេសមានសន្តិភាពយើងកាន់សភៅចូលសាលារៀនខំតែរៀនទៅហើយបើប្រទេសនឹងវាជួបសង្គ្រាមហើយយើងកាន់អាវុធរត់ចូលសមរភូមិច្បាំងតតាំងប្រឆាំងសត្រូវបង្ហូរឈាមការពារទឹកដីអញ្ចឹងបញ្ញវន្តទាំងឡាយបើអ្នកមានជំនាញអីជួយជាតិតាមនឹងទៅតែចំពោះខ្ញុំមើលឃើញថានៅពេលដែលមានការឈ្លានពានពីខាងលិចឬខាងកើតខាងជើងក្តីយើងជាអ្នករៀនសូត្រត្រូវមានកាតព្វកិច្ចរួបរวมគ្នាផ្ទៃក្នុងដើម្បីបង្ហាញថាអ្នករៀនសូត្រទាហានកងទ័ពពលរដ្ឋរដ្ឋាភិបាលគឺតែមួយកាលណារបស់តិចបង្កើតរឿងតែមួយវាធ្វើឲ្យអ្នកឈ្លានពានដេកព្រួយថាពួកគេសាមគ្គីហើយអញ្ចឹងជាគោលចំហរបស់ខ្ញុំបានធ្វើជំនួយព្យុះភ្លៀងខ្ញុំបានប្រមូលកៅអៅសម្លេងអនាម័យខោតុកនោមសម្លេងអនាម័យខ្ញុំហៅឈ្មោះថាបងបិទតបៅយៈហ្នឹងតបៅធំពេកយើងបិទទៅហើយខោតុកនោមស្រោមមុខ Spider-Man ហ្នឹងខ្ញុំយកទៅចែកអស់29ជំរុំហើយជំរុំចុងក្រោយខ្ញុំទៅដេករ៉ាំរ៉ៃនៅវត្តពោ5000ដើមដេកអស់24ថ្ងៃចែកទៅដោះគោគេបានហូបពីព្រោះខ្ញុំទៅដេកផ្ទាល់ដោយសារទៅដោះគោបើយើងចែកដូចមិនបញ្យលគាត់ប្រើខុសឆ្នាំខុសខែវាក្តៀននឹងក្អួតអញ្ចឹងខ្ញុំទៅដេកអស់24ថ្ងៃហ្នឹងខ្ញុំចែកបាន612កំប៉ុងជូនពលរដ្ឋដែលដេកភៀសសឹកនៅឯវត្តពោ5000ដើមដល់ពេលខ្ញុំមើលការវិវត្តទៀតខ្ញុំចាប់ផ្ដើមធ្វើសកម្មភាពមួយនៅពេលដែលខ្ញុំបានមើលវិទ្យុវរាំងដឹងថាអូមានកិច្ចព្រមព្រៀងថ្ងៃ23ដូចខ្ញុំឃើញព័ត៌មាននឹងល្អសម្រាប់ប្រទេសខ្ញុំក៏ចេញម៉ូតូរៀបចំឆុងកាហ្វេដើម្បីជាការបង្ហាញការចូលរួមសាទរនិងបង្ហាញការតស៊ូរបស់យើងមានលទ្ធផលហើយអ្វីត្បិតតែយើងតស៊ូក្នុងភាពស្ងៀមស្ងាត់ក៏ប៉ុន្តែធម្មតាភាពស្ងៀមស្ងាត់ពេលដែលវាធ្វើការវាមានកម្លាំងខ្លាំងណាស់ប្រៀបដូចជាអ្វីមួយដែលយើងដឹងលទ្ធផលហើយយើងចាប់ផ្ដើមធ្វើវាឲ្យសម្រេចទៅកាន់លទ្ធផលហ្នឹងអញ្ចឹងចំពោះកិច្ចការដែលខ្ញុំមកឆុងកាហ្វេ3ថ្ងៃនេះគឺខ្ញុំបង្ហាញអំពីការរីករាយដែលលទ្ធផលការប្រជុំនៅភូមិព្រៃច័ន្ទយើងហ្នឹងគេអនុម័តតាមបង្គោល15ដើមដែលបោះសម័យបារាំងគឺសិក្សានឹងឡើងវិញហ្នឹងខ្ញុំសប្បាយចិត្តដោយសារតែលទ្ធផលបែបហ្នឹងបាទខ្ញុំចេញកាហ្វេមកហ្នឹងហើយទី2ខ្ញុំគិតថាដូចជាចម្ពាក់គុណកងទ័ពផងដោយសារគាត់តស៊ូរ៉ាំរ៉ៃហើយក៏បង្ហាញទឹកចិត្តនិងស្មារតីរួមជាមួយប្រជាជនដែលយើងមិនមានដីទីនេះសម្បីតែលពូផ្ទាល់គ្មានដីដែរប៉ុន្តែវាជាដីរបស់ខ្មែរយើងអញ្ចឹងគឺជាដីរួមនៃជនជាតិមួយហ្នឹងជនជាតិខ្មែរយើងហ្នឹងខ្ញុំបានចាប់ផ្ដើមគិតថាខ្ញុំត្រូវមកឆុងកាហ្វេឲ្យពួកគាត់ពិសាដោយលើកទឹកចិត្តពួកគាត់ថាតស៊ូជាមួយនឹងភាពសុចរិតឲ្យកាន់តែយូរអំណាចនៃភាពសុចរិតនេះវាធ្វើឲ្យភាពមិនត្រឹមត្រូវចោះចាញ់ដល់ខ្លួនឯងបាទហើយមកគិតមកទល់នឹងថ្ងៃនេះគឺលោកបងចំណាយពេលវេលាដ៏មានតម្លៃនេះទាំងកាហ្វេសម្រាមផងហើយផ្ដល់ជូននឹងបងប្អូនគិតថាប្រហែលថ្ងៃហើយថ្ងៃទី2និងថ្ងៃទី2ម្សិលមិញអស់ជាង300កែវតែថ្ងៃនេះទៅតែមកព្រឹកសោះយើងអស់ជាង200កែវហើយពូកែដែលយើងដកជាបំពង់ហ្នឹងយើងចែកជូនហ្វ្រីក៏ប៉ុន្តែសម្រាប់កងទ័ពនិងប្រជាជនយើងចែកជូនហ្វ្រីតែក្មេងយើងប្រើតាក់ទិចឲ្យគាត់សម្អាតកម្របដបទូចដែលរប៉ាត់រប៉ាយតាមផ្លូវនៅពេលដែលបងប្អូនមកគាត់ផឹកឲ្យបោះចោលហ្នឹងឲ្យគាត់រើសដូរ50កម្របដូរបានកាហ្វេឬក៏តែសម្រាប់ក្មេងមួយកែវធ្វើការដោះដូរបែបនេះដើម្បីមានស្មារតីក្នុងការគាត់បានអ្វីមួយញើសគាត់ស្រក់ពីព្រោះកំហុសការចិញ្ចឹមកូនការចិញ្ចឹមពលរដ្ឋបានអ្វីដោយមិនញើសស្រក់អានេះគឺជាកំហុសនៅគ្រាអនាគតធ្វើអីក៏ដោយតែយើងស្រក់ឈាមយើងហូរទើបយើងអាណិតអាសូរនៃការចាយវាយបាទអរគុណមែនទែនអញ្ចឹងបេសកកម្មរបស់បងអូនសម្រាប់ដែលមើលឃើញការកាត់ខំប្រឹងប្រែងរវាងភាគីកម្ពុជានិងភាគីសៀមដើម្បីស្វែងរកសន្តិភាពហើយរកគេហៅថារកសន្តិភាពជូនដល់ប្រជាជនទាំងសងខាងប្រទេសទាំងសងខាងអញ្ចឹងនៅសល់មួយថ្ងៃទៀតទេសម្រាប់ឆុងកាហ្វេតែមួយថ្ងៃទេប៉ុន្តែបើប្រទេសនៅតែមានការវិវត្តខ្ញុំនៅតែតាមដានសំបីតែដាក់ខ្នងដេកលើក្រេក៏ស្ដាប់វិទ្យុហើយយើងចាប់ផ្ដើមដោះខាត់សម្លេងពលរដ្ឋពីព្រោះខ្ញុំបានដឹកសភៅ2000ក្បាលបាន17ខេត្តមកទៅត្រឹមខេត្តបន្ទាយមានជ័យហ្នឹងអញ្ចឹងអារម្មណ៍អ្នកអានអត់មានទេខ្ញុំក៏ចាប់ផ្ដើមមកឆុងកាហ្វេវិញអញ្ចឹងមានន័យថានៅពេលដែលប្រទេសខ្ញុំមានសន្តិភាពកិច្ចការខ្ញុំគឺរុញការអប់រំឲ្យបានខ្ពស់ដូចខ្ញុំនិយាយថាឃ្លាល្អនៅក្នុងទំព័រសៀវភៅអាចផ្លាស់ប្ដូរជីវិតទាំងមូលរបស់អ្នកឲ្យតែអ្នកមើលជួបពីព្រោះជនជាតិយើងមកកន្ទឿកំណត់រៀនចប់ទី12មិនព្រមដោះខាត់ចំណេះដឹងបរិងសមត្ថភាពទេគឺបិទបើធ្វើសន្តិសុខអត់អានសភៅធ្វើអ្នកចាក់សាំងអត់ព្រមអានសភៅធ្វើយូរទៅខ្លួនកាន់តែមិនមានការវិវត្តជាតិកាន់តែមានទម្ងន់អាសាជីវិតរបស់ពួកគាត់អញ្ចឹងជនជាតិយើង
ត្រូវឲ្យយុវជនខ្នាតកណ្ដាលហ្នឹងគាត់ជាសកម្មជននៅក្នុងការដុសខាត់ស្មារតីរបស់ពួកគាត់ហ្នឹងដើម្បីត្រៀមចូលរួមការអភិវឌ្ឍជាតិជាមួយរដ្ឋាភិបាលពួកយើងពីព្រោះសន្តិភាពមានហើយបើសិនជាអត់មានសមត្ថភាពពលរដ្ឋសន្តិភាពនោះវានឹងធ្វើឲ្យពលរដ្ឋដេកខ្ជិលតែម្ដងអញ្ចឹងសន្តិភាពត្រូវតែមានសមត្ថភាពពលរដ្ឋបាទអរគុណលោកបងនៃបងសុំទោសលោកបងផងបងចង់សួរថាបងអត់តន់សួរប្រវត្តិអត់តន់បានចង់សួរប្រវត្តិលោកបងនេះបងអាចសុំទោសលោកបងហើយបងអាចសាកសួរអ្វីក្រៅពីជីវិតរបស់លោកបងពីវត្តរបស់លោកបងអាចខ្លះបានទេបានជើញខ្ញុំសេរីណាស់បាទជើញបាទអរគុណប្រិមិត្តជាទីមេត្រីខ្ញុំគិតថាគាត់លោកបងគឺជាយុវជនម្នាក់ដែលមានចំណេះដឹងខ្ពង់ខ្ពស់ហើយគាត់ក៏បានរៀនខ្ពង់ខ្ពស់មែនទែនដូចជាចាប់បាក់ដប់ហើយមិនជារឿងមួយសាមញ្ញធម្មតាទេអរគុណលោកបងសំណួរខ្លះដែលបងសួរទៅបើលោកបងអាចឆ្លើយបានក៏ឆ្លើយហើយបើលោកបងឆ្លើយមិនបានលោកបងគួរតែកុំឆ្លើយអីបាទអាហ្នឹងបងនេះលោកបងមើលឃើញក្នុងនាមជាយុវជនម្នាក់ដែលបំពន់គំនិតហើយតែងតែបំផុសស្មារតីដល់យុវជនតាំងពីកុមាររហូតដល់វ័យចំណាស់ក្នុងកិច្ចការបងធ្វើសប្តាហ៍ថ្ងៃនេះនៅពេលដែលបងឃើញយោធាថៃពាត់បលាលុះដាក់កង់ឡានពាត់យកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋហើយបងអូនមានអារម្មណ៍បែបណានេះសំណួរទី1ហើយសំណួរទី2បងចង់សួរថាឥឡូវបងសួរអារម្មណ៍បងអូនមានអារម្មណ៍បែបណាក្នុងនាមជាយុវជនមួយតើបងអូនគិតថាមានអារម្មណ៍របៀបម៉េចទេនៅពេលដែលខ្ញុំមកដល់ទីនេះលើកទី1គឺឃើញការពាត់ហើយខ្ញុំបានសួរបងប្អូនប្រជាពលរដ្ឋដែលផ្ទះរបស់គាត់ជាប់ឃុំនៅខាងក្នុងហ្នឹងណាបើថាគាត់រស់នៅ38ឆ្នាំអត់ដែលមានរឿងសោះពេលដែលផ្ទុះសង្គ្រាម5ថ្ងៃបែរជាមានលេសទន្ទ្រានយកផ្ទះរបស់គាត់ខ្ញុំស្ដាប់ដោយយកចិត្តទុកដាក់ខ្ញុំគិតថារឿងនេះបើសិនជាអត់មានសង្គ្រាម5ថ្ងៃទេគាត់អាចរស់ដល់10ថ្ងៃក៏អត់មានរឿងអីដែរអញ្ចឹងជាអារម្មណ៍ខ្ញុំផ្ទាល់នៅពេលដែលពលរដ្ឋរបស់ពួកយើងនៅតាមបណ្ដោយព្រំដែនគាត់ត្រូវបានឈ្លានពានហើយខ្ញុំបែរជាមើលឃើញពីប្រឡោះទី1គាត់ស្រែករកឲ្យគេជួយបង្ហាញតាម social media បងប្អូនខ្មែរយើងមួយចំហៀងប្រទេសពេញមកប្រទេសខាងកើតខាងលិចដែលយើងនៅគ្រប់ជ្រុងណាយើងរួមគ្នាមកចូលរួមមែនខ្ញុំឃើញទាំងព្រះសង្ឃទាំងអ្នកសារព័ត៌មានហើយខ្ញុំឃើញវិជាជីវៈនៃបងប្អូនកងទ័ពហ្នឹងគាត់ឈរការពីជាខែទាំងចង្កេះរបស់គាត់គ្មានសំបីតែកំភ្លើងមួយដើមមានន័យថានៅកលៈស័កដែលគេខ្លាំងពេកយើងមិនអាចយកភាពខ្លាំងយើងទៅចូលបានទេប៉ុន្តែយើងអាចយកភាពស្រទន់បង្ហាញទៅអន្តរជាតិថាណែខ្ញុំទទួលការឈ្លានពានពិតប្រាកដទេសំបីតែខ្ញុំមកការពាររបស់ដែលជារបស់ខ្ញុំក៏ខ្ញុំមិនបានយករបស់បង្ហូរឈាមមកការពារដែរគឺខ្ញុំយកតែបេះដូងនិងទឹកចិត្តបងប្អូនពលរដ្ឋខ្មែរទាំងអស់ខ្ញុំឃើញថាគាត់តស៊ូជាមួយគ្នាហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងធ្វើអ្វីមួយយ៉ាងគឺដើម្បីចូលរួមលើកទឹកចិត្តទី1ខ្ញុំចាប់ផ្ដើមធ្វើវីដេអូដើម្បីប្រាប់ថាពេលខ្លះចុងកំភ្លើងរបស់កងទ័ពដេកយាមក្នុងព្រៃវាអត់គ្រោះថ្នាក់ជាងចុងបិចអាត្មារយមរបស់អ្នកនយោបាយថៃទេឆ្លោះគ្នាផ្ទៃក្នុងដណ្ដើមប្រជាប្រិយខ្លួនឯងដើម្បីស្ដារកិត្តិយសមុខមាត់បែរជាសញ្ញេថ្បដេសថ្បដាសឲ្យធ្វើគ្រប់យ៉ាងបំផ្លាញទឹកដីដតីដែលមិនមែនជាទឹកដីរបស់ខ្លួនហើយថែមទាំងថារបស់ខ្លួនទៀតធ្វើឲ្យខ្ញុំមានអារម្មណ៍ថាក្នុងនាមជាអ្នករៀនសូត្រម្នាក់បើទុកឲ្យរឿងនេះមិនមានសម្ដីរបស់ខ្លួនចូលទៅក្នុងទេវាដូចជាខុសឆ្គងនិងបង្កើតវិបត្តិសេរីផ្លូវចិត្តសម្រាប់អ្នករៀនសូត្រដទៃទៀតពីព្រោះកិច្ចការរបស់អ្នករៀនសូត្រគឺប្រើចំណេះវិជ្ជាការពារជាតិបងប្អូនកងទ័ពប្រើប្រដាប់អាវុធតែខ្ញុំប្រើចំណេះវិជ្ជាមានមាត់និយាយយកតែម្ដងមានភាសានិយាយយកតែម្ដងដើម្បីអន្តរជាតិឃើញថាប្រទេសកម្ពុជាក៏គេមិនស្ងៀមចំពោះរឿងបំពានរបស់ប្រទេសថៃដែរបាទអរគុណមែនតើបងអូនមើលឃើញយ៉ាងណាដែរនៅពេលដែលកម្ពុជាយើងមានការអត់ធ្មត់ខ្ពស់មែនតើហើយស៊ូទ្រាំមែនតើហើយរាយប្រជាពលរដ្ឋយើងមួយចំនួនគាត់លើកឡើងថាគាត់ខ្លាចតែវាពាត់បលាលុះដាក់កង់ឡានហើយយើងយកវិញមិនបានហើយសម្រាប់បងអូនវិញមើលឃើញយ៉ាងណាដែរការអត់ធ្មត់របស់កម្ពុជាខ្ញុំគ្រប់គ្រងចំពោះចំណាត់ការរបស់រដ្ឋាភិបាលជាទូទៅអ្នកដែលមើលវីដេអូស្គាល់ខ្ញុំសម្ដីខ្ញុំថ្លឹងកណ្ដាលណាខ្ញុំមិនមានភាពអែបអបឬក៏ចង់ឲ្យគេស្រឡាញ់ខ្ញុំទេពីព្រោះបើផ្ទុះសង្គ្រាមងាប់តែ5 6នាក់យើងតែភ្នែកប៉ុណ្្នឹងហើយបងបាទយើងចង់ឲ្យចប់ភ្លាមដល់ពេលសង្គ្រាមអូបលាយតែ30 40ថ្ងៃទៀតយើងកាន់តែឈឺចាប់តែ5ថ្ងៃផងណារបបកងទ័ពយើងជីវិតដឹងប្រមាណស្ត្រីមានផ្ទៃពោះកើតកូនហើយចាំប្តីអត់ឃើញកាន់តែរូបថតប្តីមានប្រមាណអ្នកចាស់ជរាដែលចាំកូនចៅត្រឡប់មកផ្ទះវិញមានប្រមាណអ្នកដល់ទៅពេលសង្គ្រាមវាផ្ទុះយើងចង់ឲ្យវាចប់ដល់ទៅពេលយើងអត់ធ្មត់កុំឲ្យសង្គ្រាមផ្ទុះម្នាក់មួយចំនួនតូចចង់ឲ្យវាផ្ទុះអញ្ចឹងមានថារឿងដែលបំពេញមហាជន
ពេលខ្លះបើមហាជនមើលមិនឃើញអំពីជំរឿននៃវិនាសកម្មសង្គ្រាមទេយើងត្រូវប្រើវិធីសាស្ត្រអត់ធ្មត់ដើម្បីចរចាពីព្រោះប្រទេសខ្មែរតូចណាស់ប្រដាប់អាវុធយើងដើម្បីតែអត់ធ្មត់ទេមិនមែនដើម្បីវាយប្រហារទេប្រសិនបើយើងហក់ទៅមុនយើងខុសហើយសែនខុសហើយយើងមិនមានភាពឈ្នះទៅផងរសាររបស់យើងវាតិចគ្រឿងក្រៅយើងវាតូចអញ្ចឹងយើងត្រឹមតែការពារអត់ធ្មត់យើងឈ្នះទៅលើឆាកអន្តរជាតិអត់ធ្មត់យើងឈ្នះទៅលើច្បាប់អន្តរជាតិដូច្នេះហើយយើងតស៊ូអត់ធ្មត់ប្រជាពលរដ្ឋពហិការរដ្ឋាភិបាលអត់ធ្មត់យើងចាំមើលទាំងអស់គ្នាលទ្ធផលពីព្រោះកិច្ចការប្រទេសជាតិមួយមិនអាចពីបិខែដើម្បីកាត់កងជាចម្លើយបានទេត្រូវការអត់ធ្មត់ហើយតែបើសិនប្រជាពលរដ្ឋគាត់បានតាមដានថាអត់ធ្មត់យូរទៅស្ងាត់យូរទៅតិចគេយកអស់មិនទេមិនអញ្ចឹងទេអស់លោកបងប្អូនហើយ2025ទូរស័ព្ទពេញដៃសារព័ត៌មានអាច live បាននេះណាមិនអាចទេហើយបងប្អូនខ្មែរយើងប្រសេផ្សាយពេញអន្តរជាតិជាង3លានដែរអូស្ត្រាលីខ្លះបារាំងខ្លះមិនគេនៅស្ងៀមកើតហើយណាមួយអំពើអាក្រក់អំពើទុច្ចរិតនេះទោះតែឃើញតែវាខ្លាំងក្នុងពេលខ្លីមែនតែលទ្ធផលចុងក្រោយវានឹងដួលចុះបាទអរគុណលោកបងឥឡូវនេះខ្ញុំសួរសំណួរក្តៅក្នុងនាមបងអូនក៏ជាបញ្ញវន្តមួយក៏ជាធនធានជាតិសំខាន់ណាស់ដែលមហាជនទូទៅទាំងក្នុងប្រទេសនិងក្រៅប្រទេសតាំងពីពលរដ្ឋសាមញ្ញរហូតដល់ដំមន្ត្រីដែលឲ្យតម្លៃបងអូនគឺជាបញ្ញវន្តមួយមករូបចាត់ទុកតែអ្នកមានចំណេះដឹងមួយឥឡូវនេះយើងឃើញស្ថានភាពមួយនៅក្នុងបណ្ដាញសង្គមប្រជាពលរដ្ឋខ្មែរមួយនគរសឹងតែមួយនគរ 99% បាននាំគ្នាពលិកាមិនប្រើប្រាស់របស់ថៃពិសេសគឺការ៉ាសាំង PTT បាទហើយយើងឃើញថ្មីនេះនៅក្នុងបណ្ដាញសង្គមឥឡូវនេះម៉ោងនេះម្សិលមិញយើងឃើញអតីតជាព្រះសង្ឃធ្លាប់បួសធ្លាប់រៀនហើយសិក្សាធម៌វិន័យជ្រៅជ្រះហើយទទួលបានការគ្រប់គ្រងពីញាតិញោមនិងពុទ្ធបរិស័ទតាំងពីរាជសាមញ្ញរហូតដល់ព្រះមហាក្សត្រហើយជាព្រះសង្ឃដែលល្បីមែនទែនគឺគុណម្ចាស់គឺអន្តិតសានសុជាលោកគ្រូសានសុជាគាត់បានមានប្រសាសន៍មួយដែលធ្វើឲ្យប៉ះពាល់អារម្មណ៍បងប្អូនប្រជាពលរដ្ឋយើងគាត់ថាសម្រាប់រូបគាត់ PTT ការ៉ាសាំងគាត់នៅតែចាក់ហើយរបស់របរថៃគឺនៅតែប្រើមានន័យថាបងអូនប្រហែលជាបានលឺទេមិនបានលឺទេពីថ្ងៃនេះបានលឺដែរបាទបានលឺបាទបានលឺហើយខ្ញុំក៏ចាប់អារម្មណ៍សម្ដីរបស់អ្នកនយោបាយម្នាក់អតីតក៏ជាតារាភាពយន្តមួយផងដែរគឺលោកខឹមវាសនាបាទគាត់ថាអាវុធកម្ពុជាខ្ញុំឮគាត់និយាយថាគាត់ថាអាខ្ជារាល់ថ្ងៃនេះអាវុធកម្ពុជានេះណាវាអត់សល់អីទេវានៅសល់តែមួយគត់ដែលអាចយើងចរចាបានជាអាវុធដែលមានតម្លៃគឺអាវុធយើងនាំគ្នាពលិកាមិនប្រើរបស់ថៃមិនចាក់សាំងនៅក្នុងការ៉ាសាំង PTT របស់ថៃអាវុធនឹងសំខាន់ណាស់ព្រោះយើងអត់មានអាវុធអីទេនេះជាទ្រឹស្ដីរបស់អ្នកនយោបាយលោកខឹមវាសនាគាត់បកស្រាយទៅលោកគ្រូសានរាជាហើយសម្រាប់មហាជនមានតាំងពីឧត្តមសេនីយ៍ដូចជាអាយដាមហ៊ុនជាក៏គាត់ប្រតិកម្មធ្ងន់ទៅលើទឹកសានសុជាដែរលោកគ្រូសានសុជាដែរមានមហាជនជាច្រើនរហូតដល់ចេញវីដេអូហើយសម្រាប់បងអូននេះមើលឃើញយ៉ាងណាដែរតើបងអូនបានឮអីខ្លះពីលោកគ្រូសានសុជាដែលគាត់ត្រូវបានមហាជនជេរបន្ទាប់ពីផ្ទុះសង្គ្រាមតាំងពីថ្ងៃ24ខែកក្កដាខ្ញុំផ្ទាល់អុកបណ្ដេអ្នកកាយឆ្នៃសម្រាមលើភ្នំគិរីរម្យក៏ខ្ញុំបានតាំងចិត្តថារាល់ផលិតផលទាំងអស់ដែលតាក់ទងនឹងកាហ្វេការប្រើប្រាស់ខ្ញុំនឹងមិនប្រើប្រាស់របស់ថៃទេសម្រាប់ខ្ញុំផ្ទាល់ប៉ុន្តែខ្ញុំផ្ទាល់នេះក៏មិនអាចទៅហែកបបេមាត់នរណាម្នាក់ឬក៏លូកដៃញុបបបេមាត់ម្នាក់ឲ្យគេប្រើមិនប្រើសិទ្ធិរបស់គេណាប៉ុន្តែនៅក្នុងកលៈស័កទាំងរដ្ឋាភិបាលទាំងប្រជាជនទាំងអ្នករៀនសូត្របានមូលមតិគ្នាថាការមិនប្រើប្រាស់ទំនិញឬក៏ផលិតផលរបស់ថៃវាគឺជាកម្លាំងខ្លាំងបំផុតដែលខ្មែរកំពុងតែមានកន្លែងនេះខ្ញុំឯកភាពខ្លាំងមូលហេតុអីបានខ្ញុំនិយាយអញ្ចឹងនៅពេលដែលជនជាតិរបស់ពួកយើងចេះតែប្រើប្រាស់របស់ពួកគេជាង25ឆ្នាំហើយយើងអត់ដើរដល់ផ្លូវតច្រកសោះយើងនឹងមិនប្រឹងផលិតទេរដ្ឋាភិបាលពួកយើងក៏មិនបានងាកមកភ្នែកថាតើការដែលនាំចូលច្រើនពេកមិនផលិតក្នុងស្រុកតើវាប៉ះពាល់អីដល់ប្រទេសអញ្ចឹងក៏គាត់ចាប់ផ្ដើមគិតថារឿងហ្នឹងមិនត្រូវទេអញ្ចឹងយើងត្រូវតែនាំគ្នាពហិការដើម្បីឲ្យចលនាផលិតក្នុងស្រុកកើតឡើងក៏ប៉ុន្តែសំណួរដែលចាក់សួរបញ្ចេញឈ្មោះអតីតព្រះសង្ឃម្នាក់ដែលលពូបញ្ចេញឈ្មោះហ្នឹងវាគឺជាសិទ្ធិសេរីភាពរបស់គាត់ដែលគាត់លើកឡើងដោយសារសម្ដីរបស់គាត់ពីមុនគាត់ធ្លាប់ជាជនល្បីល្បាញអ្នកបង្រៀន
គេយ៉ាងសកម្មមកដល់ឥឡូវគាត់នៅតែសកម្មអញ្ចឹងគាត់និយាយមកជ្រុងហ្នឹងខ្ញុំឃើញថាវីដេអូមួយកណាត់ដែលគេកាត់មកហ្នឹងណាវាពិតជាប៉ះពាល់ដល់ទឹកចិត្តរបស់ពួកយើងតាំងចិត្តតាំងពីណាពីណីមក3ខែជាងនេះឮសូរភ្លាមខ្ញុំក៏មានអារម្មណ៍ថាតតាមមើលវីដេអូពេញពេលតតាមមើលវីដេអូពេញគាត់និយាយក្នុងជ្រុងមួយគឺធ្វើម៉េចសម្អាតអីវ៉ាន់ចាស់សាំងចាស់ឬក៏អាណិតបុគ្គលិកក៏ប៉ុន្តែគាត់យកផ្នែកតូចនៃការអាណិតបុគ្គលិកប៉ុណ្ណឹងគាត់អត់មើលអាផ្នែកធំដែលយើងរងគ្រោះទេគាត់ប្រៀបធៀបថាបើយើងមិនទៅចាក់ទេចុះបុគ្គលិកនៅក្នុងហ្នឹងតកែខ្មែរដែលរងគ្រោះជាង50-60នាក់តើគិតយ៉ាងម៉េចប៉ុន្តែនៅពេលដែលចំណូលដែលយើងជួយផ្គត់ផ្គង់រុញចង្ហើមសេដ្ឋកិច្ចរបស់ថៃកាន់តែខ្លាំងដែលយើងយកចូលមកហ្នឹងវាប៉ះពាល់ឲ្យវិញទី1វាធ្វើឲ្យយើងអាសដង់នៅក្នុងការផលិតទី2យើងកំពុងតែមានរឿងយើងនិយាយអញ្ចឹងទៅបើមិនបានល្បីគេជេរឬក៏ល្បីគេគ្រប់ត្រូលវាបានមួយមែនទី1គេកំពុងតែប្រតិកម្មនឹងសម្ដីហ្នឹងទី2គេកំពុងតែប្រតិកម្មឬក៏ខឹងនឹងអតីតព្រះសង្ឃអង្គហ្នឹងគាត់មានអារម្មណ៍ថាគាត់និយាយដោយសារតែគាត់ជាអ្នកយល់ធម៌ពីព្រោះខួរក្បាលអ្នកយល់ធម៌គ្មានសត្រូវទេគឺគាត់គិតថាបើសិនជាបាញ់គ្នាអញ្ចឹងជួបទាហានថៃក៏ជួយជួបទាហានខ្មែរក៏ជួយកាលណាយើងមកកាន់នេះអានេះទាហានថៃអាចជួយទេអាហ្នឹងមិនអ្នកយល់ធម៌ពីព្រោះក្នុងធម៌មានតែជីវិតទេវាអត់មានថៃខ្មែរទេដោយថាកាកបាទក្រហមអន្តរជាតិគេអបកាន់ខ្មែរថៃទេឲ្យតែជនជាតិណាភាសឹកគេជួយទាំងអស់អញ្ចឹងជាសរុបដែលបងចង់សួរនៅក្នុងព្រឹត្តិការណ៍ក្តៅសម្ដៅទៅលើអតីតព្រះសង្ឃដែលបានសឹកហ្នឹងគឺខ្ញុំសូមបកស្រាយថាវីដេអូដែលគាត់និយាយហ្នឹងគឺគាត់បានឆ្លុះបញ្ចាំងនៅគំនិតរបស់គាត់ដែលគាត់ស្រឡាញ់បុគ្គលិកស្រឡាញ់តកែអក្សរសាំងនៅក្នុងន័យធម៌ប៉ុន្តែនៅក្នុងន័យសង្គមគឺមិនត្រូវទេនៅក្នុងកលស័កឥឡូវនិយាយទៅហាក់បីដូចជាបង្កឲ្យពួកយើងហ្នឹងមានភាពស្រឡាំងកាំងជាមួយនឹងការសម្រេចចិត្តដូចក្នុងធម៌គេនិយាយថាក្នុងសេដ្ឋកិច្ចគេនិយាយថាគេឲ្យត្រីយើងក៏គេមិនប្រាប់ពីវិធីរកត្រីដែរប៉ុន្តែពុទ្ធបង្រៀនយើងក៏មិនប្រាប់ពីវិធីឲ្យត្រីយើងស្រួលបង្រៀនយើងឲ្យចេះរកត្រីអញ្ចឹងមានអាប្រច្រាស់គ្នាអាពីរនឹងប្រច្រាស់គ្នាមែនទែនអញ្ចឹងយកអ្នកបកស្រាយធម៌មកបកស្រាយទៅលើផ្នែកសេដ្ឋកិច្ចបកស្រាយទៅលើផ្នែកសង្គ្រាមប្រហែលជាអ្នកធម៌ពិតប្រាកដគេមិនវិចារទេដោយសារក្នុងកលស័កនេះវិចារជ្រុងណាក៏មិនត្រូវដែរអរគុណលោកប្អូនមែនទែនឥឡូវយើងឃើញខ្ញុំដកស្រង់មួយខ្ញុំឃើញpage បងធររបស់លោកផែងវណ្ណៈដែលជាអ្នកសារព័ត៌មានមួយល្បីឈ្មោះបើយើងទៅគាត់ផ្សាយកន្លែងណាក៏ភិជាទូទៅគឺច្រើនតែមន្ត្រីដែលគាត់ខុសហើយគឺថាកម្ររួចខ្លួនណាឥឡូវខ្ញុំដកស្រង់ចេញពី page របស់លោកផែងវណ្ណៈ PVNU គាត់បានសរសេរថាលោកសានសុជាកំពុងតែដើរផ្ទុយពីគោលចំហពលរដ្ឋទូទាំងប្រទេសលោកអាចកែពាក្យសម្ដីវិញបានដើម្បីកុំឲ្យខ្មែរមួយនគរជេរប្រមាថលោកបើសិនជាលោកប្អូនអុកវ៉ាន់ដេបានជ្រុលសម្ដីដូចលោកគ្រូសានសុជាតើលោកប្អូនគួរតែសុំទោសប្រជាជនខ្មែរដែរឬទេដើម្បីកុំឲ្យមានការជេរប្រមាថបើលោកប្អូនជេរលោកគ្រូសានសុជាវិញនៅពេលដែលបានប្រើសម្ដីក្នុងនាមជាអ្នកបួសចឹងអតីតជាអ្នកបួសខ្ញុំប្រើពាក្យបើសិនវាគ្រាន់តែជាការចាក់ចម្លើយមកឲ្យខ្ញុំឆ្លើយសម្រាប់ចិត្តចំនួនលោកគ្រូសានជាតែប៉ិតពាក្យបើសិននេះបើសិនជាខ្ញុំព្រមកលាស់ពាក្យសម្ដីតើមហាជនដូចជាលោកពូអាចអនុគ្រោះខ្ញុំដែរឬទេបើសិនដូចគ្នាបើសិនជាខ្ញុំជាលោកគ្រូសានជាហើយខ្ញុំប្រាប់ថាខ្ញុំនិយាយខុសហើយបាទហើយបើសិនជាអស់លោកបងប្អូនអ្នកមើលតើអាចអនុគ្រោះនឹងសម្ដីនឹងដែរទេខ្ញុំប្រាប់បើសិនទៅវិញអញ្ចឹងយើងសួរបែបបើសិនខ្ញុំឆ្លើយបែបបើសិនជាខ្ញុំដែលលពូថាខ្ញុំជាបើសិនជាសម្ដីនឹងជាសម្ដីខ្ញុំវិញណាតែខ្ញុំអាចកែប្រែសម្ដីបានដែរទេអញ្ចឹងបើសិនជាខ្ញុំកែប្រែសម្ដីតើអស់លោកបងប្អូនអ្នកមើលប្រមាណខេហ្នឹងអាចអនុគ្រោះដែរទេបើសម្ដីមានទម្ងន់យ៉ាងហ្នឹងបាទទុកបងប្អូនអ្នកឆ្លើយអរគុណលោកប្អូនអុកវ៉ាន់ដេខ្ញុំឃើញជំទាវម្នាក់អុកញ៉ាម្នាក់គឺអុកញ៉ាអ្នកលូលេគឺឡាវរីយ៉ានៅពេលដែលគាត់ថាគាត់នៅតែប្រើប្រាស់របស់ថៃគាត់នៅតែផលិតនៅរោងចក្រថៃហើយក៏ត្រូវបានប្រជាជនជេររហូតដល់គាត់មានទោសមានតន់បងអាចវិភាគបានថាលោកសានសុជាលោកគ្រូសានសុជាអតីតអ្នកបួសនឹងអាចប្រឈមមុខនឹងផ្លូវច្បាប់ដែរទេនៅពេលដែលប្រជាជនមនគរចាប់ផ្ដើមជេរគាត់តាមបណ្ដាញសង្គមយ៉ាងតើគាត់អាចប្រឈមនឹងផ្លូវច្បាប់ដែរឬទេសង្គមខ្មែរយើងនិយាយឲ្យត្រង់ទៅនៅពេលវេលាដែលមិនចេះនិយាយវានាំទុកដាក់ខ្លួនគេមើលចំហពលរដ្ឋបើពលរដ្ឋសាធារណជនហាក់បីដូចជាដាក់ទម្ងន់ខ្លាំង
ផ្លូវច្បាប់ប្រកបជាសិក្សាដែរក៏ប៉ុន្តែនៅក្នុងកលៈស័កដែលពួកយើងបង្ហាញអំពីការរួបរวมរដ្ឋាភិបាលរបស់ពួកយើងក៏បានដឹងពីថ្មីមករបស់លោកគ្រូសាជាដែរបើប្រើចំណាត់ការផ្លូវច្បាប់គ្រាន់តែជាមតិរបស់គាត់ណាក៏មិនសមហេតុផលពីព្រោះប្រជាពលរដ្ឋសុទ្ធតែអាចមានកំណត់បញ្ចេញយោបល់ហើយបើសិនជាត្រឹមតែជាយោបល់ទេបើសិនជាយើងប្រើចំណាត់ការផ្លូវច្បាប់ទៅលើគាត់បង្ហាញថារដ្ឋាភិបាលយើងចិត្តមិនទូលាយគ្រាន់តែនិយាយប៉ុណ្ណឹងក៏យើងចាប់អូតូអូដំណើរក៏ប៉ុន្តែគេនឹងប្រៀបធៀបចុះឡាវីយ៉ាបងមិនប្រៀបធៀបដែរចុះលោកគ្រូសាជាចុះអ្នកផ្សេងមិនក៏ប្រតិបត្តិការខុសៗគ្នាអញ្ចឹងយើងមើលការថ្លឹងថ្លែងបើ2-3ថ្ងៃទៀតមានការបកស្រាយបន្ថែមទៀតយើងចាំមើលជំហានបន្ទាប់តើគាត់បកស្រាយភាសារបស់គាត់វីដេអូព្រឹត្តិការណ៍ផ្ទុះ 3-4 ថ្ងៃគាត់មកនិយាយឬក៏ទៅតែនិយាយ 2-3 ថ្ងៃនេះពីព្រោះខ្មែរយើងវាមានចេះវីដេអូខ្លះអត់គ្រោះថ្នាក់ទេ 3-4 ឆ្នាំក្រោយយកវីដេអូមកប្រើគ្រោះថ្នាក់តែម្ដងបាទអញ្ចឹងបើសិនជាវីដេអូចាស់ក៏ទឹកចិត្តក៏គួរអធិស្ឋានពីព្រោះពេលដែលផ្ទុះ 3-4 ថ្ងៃយើងអត់ទាន់មានការរើសអើងប្រកាន់ពូជសាសន៍ទេអញ្ចឹងយើងអាចអធិស្ឋានខាងមុនចាំចប់ទៅវិញញ៉ាំយើងកើតតែមិត្តភាពមិនតែបើសិនជាវីដេអូនឹងពិតជាវីដេអូក្នុងប្រហែលថ្ងៃថ្មីនេះពីថ្ងៃ20ដល់ថ្ងៃ25ពិតជាវីដេអូថ្មីមែនណានេះគេហៅថាវិចារចេញចំពេលដែលពួកយើងកំពុងតែរួបរวมឲ្យពួកយើងនឹងទៅប្រើវិញការប្រើប្រាស់ភាសារបស់លោកគាត់ប្រជាប្រិយផងគាត់អ្នកអប់រំផងចាំមើលចំណាត់ការចំហៀនគាត់កែប្រែ 3-4 ថ្ងៃទៀតបើគាត់ចេញមក 3-4 ថ្ងៃទៀតថាវីដេអូហ្នឹងជាវីដេអូ 3-4 ថ្ងៃមុនផ្ទុះទេក៏យើងអាចជាស្រ័យខ្ញុំបើសិនជាវីដេអូហ្នឹងលោកប្រើប្រាស់វីដេអូចាស់មែនណាបងដូចថាថ្ងៃ24ខ្ញុំផ្ទុះគាត់និយាយថ្ងៃ27ក៏ខ្ញុំអនុគ្រោះដែរដោយសារអីពេលដែលផ្ទុះភ្លៀងយើងមិនបានតាំងចិត្តថាដល់ថ្នាក់ហ្នឹងទេយើងគិតថាវានឹងចប់តែបើស៊ីវីដេអូនេះពិតជាវីដេអូថ្មីខ្ញុំជឿថាការបកស្រាយយកប្រជាប្រិយច្រាស់ផ្លូវដំណើរគេនេះក៏ខ្ញុំមិនគ្រប់គ្រងដែរដោយសារតែខ្ញុំផ្ទាល់ខ្ញុំបានតាំងចិត្តសំបីតែអាចនោមខ្ញុំតែអាចនោមកន្លែងហ្នឹងផងដោយសារអីខ្ញុំបង្ហាញថាជនជាតិខ្ញុំគេគ្រប់គ្រងខ្ញុំបើគេឃើញខ្ញុំមួយសម្រាប់ចិត្តអញ្ចឹងអ្នកដែលគាត់គិតស្រាលក៏គិតថាសំបីតែការគិតជ្រៅរបស់លោកអវណ្ឌេដែលរដ្ឋាភិបាលបានអំពាវនាវថាយើងនាំគ្នាធ្វើបរិយាពីព្រោះខ្ញុំជឿថានៅពេលដែលខ្មែរដើរដល់ជំនាញតច្រកខ្មែរនឹងខ្លាំងខ្មែរយើងខ្លាំងនៅពេលដែលតច្រកហេតុអីខ្ញុំនិយាយអញ្ចឹងនៅពេលដែលតំណែងថៃមិនហូរចូលផលិតផលថៃមិនហូរចូលខ្មែរយើងដេកគិតដែរព្រោះខ្មែរយើងពូជអ្នកគិតដែរប៉ុន្តែដោយសារយើងស្រួលគ្រប់យ៉ាងចង់ស៊ីទាញតែសំណាញ់វបានមកសំណាញ់យកមកស្លោចង់ស៊ីក្តិចចុះក្តិចឡើងបានមកស្លោប៉ុន្តែនៅពេលដែលយើងដល់កន្លែងតច្រកមួយអាភិបតច្រកនឹងធ្វើឲ្យជនជាតិ17លាននេះគិតថាការដែលពួកយើងមិនព្រមប្រើប្រាស់តំណែងថៃផ្លូវមានតែពីរផលិតអញ្ចឹងផលិតដាក់សម្ពាធទៅរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីហើយចាប់ផ្ដើមដោះខាត់សមត្ថភាពពលរដ្ឋបង្កើតការផលិតនៅក្នុងស្រុកប្រើប្រាស់អញ្ចឹងកន្លែងនេះនៅពេលដែលសង្គ្រាមទ្វារទឹកគេហៅថាពេលដែលយើងនាំទ័ពរត់ដល់ទន្លេយើងអត់មានផ្លូវរត់ទៀតណាវិធីតែមួយគត់គឺវាយថយក្រោយដើម្បីយកផ្លូវរស់អញ្ចឹងនៅពេលដែលយើងអត់មានផលិតផលថៃទេថៃវាបិទព្រំដែនយូរប៉ុណ្ណាយូរទៅវាជាមួយទឹកយូរប៉ុណ្ណាយូរទៅយើងនឹងប្រឹងប្រែងដើម្បីរស់អញ្ចឹងអាការប្រឹងប្រែងហ្នឹងគឺដូចជាកោះខ្មោច7ថ្ងៃដែលថាបើឯងមិនប្រឹងប្រែងផលិតទេឯងនឹងបន្តងាប់អញ្ចឹងខ្មែរកន្លែងហ្នឹងអាចខ្លាំងវិញបាទអរគុណប្រិយមិត្តជាទីមិត្តរីហើយខ្ញុំក៏ចាប់អារម្មណ៍ដែរក្នុងនាមបងអូនចម្បាញ់វ័នមករូបហើយសំណួរក៏យើងសួរទៅតាមកម្រិតវប្បធម៌ដែរលោកបងយើងមើលឃើញថាប្រជាពលរដ្ឋខ្មែរយើងមួយនគរនាំគ្នាពាក់លិកាមិនប្រើប្រាស់ទំនិញថៃមិនគ្រប់គ្រងផលិតផលថៃហើយបើយើងងាកមករោងចក្រនៅក្នុងស្រុករបស់យើងមួយចំនួនក៏ផលិតបានហើយមួយចំនួនទៀតក៏ត្រូវប្រើពេលវេលារបស់វាមិនមែនប្រើពេលវេលាដូចភ្លើងចម្បាំងហើយយើងប្រឹងធ្វើឲ្យតែបានទេគឺយើងចង់ធ្វើបានឲ្យគុណភាពតើបងអូនមើលថាសហគ្រាសហើយនឹងរោងចក្រនៅក្នុងស្រុកបើសិនជាយើងប្រជាប្រដ្ឋមនគរនេះมันប្រើប្រាស់តំណែងថៃពលិកាមិនប្រើរបស់ថៃទាំងអស់តើយើងត្រូវប្រើពេលប្រហែលឆ្នាំទៀតដែលយើងអាចឲ្យតំណែងដែលផលិតនៅក្នុងស្រុកហ្នឹងវាស្រាប់ព្រោះលើកែវភ្នែកលើបេះដូងលើសរីរាង្គកាយអ្នកប្រើប្រាស់ខ្មែរយើងគ្រប់គ្រងខ្មែរនេះវាប្រើពេលវេលាប៉ុណ្ណាចំនួនឆ្នាំខ្ញុំមិនហ៊ានទាយទេបងហើយពីព្រោះការទាយឆ្នាំទុកមុនសិតតែជាអំនួតប៉ុន្តែបើខ្មែរនៅតែបន្តផលិតនៅបន្តសកម្មផ្ទៃក្នុងមិនយូរមិនឆាប់ទេអាភាពខំប្រឹងរបស់ជនជាតិយើងហ្នឹងវានឹងដុះឡើងបើយើងថា20ឆ្នាំក៏ខុស30ឆ្នាំក៏ខុសអញ្ចឹងយើងមើលរដ្ឋាភិបាលពួកយើងក៏បានអង្គុយលើតុគិតជាមួយគ្នាថាឥឡូវតំណែងស្ទើរតែ5ដងនៃការនាំចូលនៃប្រទេសយើងគឺយើងមកពីខាងលិចទាំងអស់ឥឡូវគេអត់នាំចូលដោយសារយើងបិទព្រំដែនយើងធ្វើបរិយាកាសទោះតែនាំចូលក៏យើងមិនប្រើដែរស្ទើរតែ 80% នៃប្រទេសយើងគឺយើងតាំងចិត្តថាយើងមិនប្រើទេខ្ញុំផ្ទាល់ខ្ញុំតាំងចិត្តថាខ្ញុំអត់ប្រើទេអញ្ចឹងបងសួរថាប្រហែលឆ្នាំខ្ញុំឆ្លើយមិនចេញទេប៉ុន្តែរឿងដែលត្រឹមត្រូវយើងត្រូវបង្កើតសហគ្រាសខ្នាតតូចទៅតាមតំបន់ដែលចាំបាច់ឧទាហរណ៍ថាស្រុកខ្មែររបស់ពួកយើង
ត្រឹមតែវត្ថុធាតុដើមសម្បើមសម្បូរណាស់ក៏ប៉ុន្តែវាបែរជាធ្លាក់ខ្លួននៅការខ្វះខាតប្រើប្រាស់ដោយសារអីលំហូរពីខាងក្រៅខ្លាំងពេកឥឡូវយើងដល់កន្លែងតច្រោះហើយមែនទេអស់លោកលំហូរធនធានដើមយើងមិនចាញ់ទេខាងថៃគេមិនយកតែឧទាហរណ៍តែយើងបិទព្រំដែនណានេះគឺជាឱកាសឈ្នះមួយដែលនៅពេលដែលយើងមិនអាចដឹកវត្ថុធាតុដើមចេញទៅខាងលិចតែខាងកើតនៅបើខ្ញុំមិនដឹងទេណាគឺជាឱកាសមួយក្នុងការចាប់ផ្ដើមបង្កើតរបស់ផ្ទាល់ខ្លួនខាងលិចគេមិនបញ្ជូនម្សៅមីតែដលងមីនៅខ្ញុំតាខាងលិចគេមិនបានបញ្ជូនម្សៅផ្សេងតែអង្គនៅខ្ញុំតាមិនអញ្ចឹងខាងលិចគេមិនបានបញ្ជូនអគ្គិសនីតែពួកយើងបង្កើតធនធានគេហៅថា hydroelectric នេះតាអញ្ចឹងនៅពេលដែលពួកយើងបញ្ជូនទៅវាមិនចេញវាបានដាស់យើងថាឥឡូវគេឈប់យកគេក៏ឈប់មកយើងក៏ឈប់ទៅវិធីល្អគឺបិទទ្វារអភិវឌ្ឍបិទទ្វារអភិវឌ្ឍអាចសម្រាប់អ្នកនយោបាយម្នាក់ដែលគាត់មានចក្ខុវិស័យចន្លោះពី20ទៅ30ឆ្នាំគឺជាពេលវេលាដែលសមស្របបំផុតនៅក្នុងធ្វើឲ្យប្រទេសខ្មែររបស់ពួកយើងចេះផលិតពូជខ្មែរពូជអ្នកផលិតអស់លោកបងប្អូនខ្ញុំច្រាវជ្រាវបន្តិចទៅខ្ញុំបង្កើតសាលាសម្រាមខ្ញុំមិនដែលនាំវត្ថុធាតុដើមចូលពីប្រទេសថៃប្រទេសវៀតណាមទេខ្ញុំរើតែក្នុងស្រុកខ្ញុំហ្នឹងសម្រាមក្នុងស្រុកខ្ញុំសម្បូរសឹងអីខ្ញុំបង្កើតបានសាលារៀនសម្រាមដ៏ធំឲ្យគេរៀនសូត្រខ្ញុំប្រើប្រាស់ម៉ូតូខ្ញុំប្រើប្រាស់ធុងសារបស់គេបោះចោលអញ្ចឹងវាមាននៅក្នុងជំរឿគិតរបស់ខ្មែរមានខ្លាចព្រោះតែកំណត់ទេអញ្ចឹងបើខ្មែរមានកំណត់ខ្លាចអីក្រតស៊ូបន្តិចទៀតទៅងើបទាំងអស់គ្នាទៅតន់យើងអត់មានអីប្រើផងអញ្ចឹងយើងចាំការក្នុងការផលិតផ្ទាល់ខ្លួនមានឧបសគ្គផ្លូវច្បាប់ខ្លះតែរដ្ឋាភិបាលក៏គាត់សេរីដែរពីព្រោះគាត់ដឹងថាបើធ្វើឲ្យអ្នកផលិតកាន់តែពិបាកគាត់តែបិទចំហខ្លួនឯងទេអញ្ចឹងគាត់ត្រូវតែបន្ធូរទៅលើការប្រាក់បន្ធូរទៅលើផ្លូវច្បាប់ព្រោះរដ្ឋាភិបាលពួកយើងមិនមែនជារដ្ឋាភិបាលនៅ50ឆ្នាំមុនទេគឺជារដ្ឋាភិបាលនៅសម័យ 4G នៅសម័យ AI ហើយយើងគួរតែដឹងបាទបាទអត់អីទេឥឡូវចង់សួរលោកប្អូនមួយទៀតឥឡូវខ្ញុំឃើញអ្នកនយោបាយខ្ញុំឃើញអ្នកនយោបាយខ្ញុំចាប់អារម្មណ៍លោកខឹមវាសនាបើទោះបីគេថាគាត់យ៉ាងម៉េចទៅប៉ុន្តែអ្វីនេះខ្ញុំចាប់អារម្មណ៍ប្រសាសន៍សម្ដីរបស់លោកពូខឹមវាសនាគាត់ថាចេះគាត់ប្រឆាំងជាមួយលោកសាសុជាគាត់ថាណាអាខ្ជាខ្មែរយើងវានៅសល់អាពលិកានាំគ្នាមិនពលិកាប្រើតំណែងថៃនឹងហើយវាជាអាវុធមួយសម្រាប់ការចរចាតែបងប្អូនមើលឃើញយ៉ាងណាដែរផ្ទុយពីលោកខឹមវាសនាយ៉ាងម៉េចដែរខ្ញុំអត់ផ្ទុយទេពីព្រោះខ្ញុំផ្ទាល់ខ្ញុំក៏បានគិតថាការមិនប្រើប្រាស់ផលិតផលរបស់ប្រទេសថៃវាគឺជាផ្លូវល្អក្នុងកលស័កឥឡូវទី1បង្កើតការសាមគ្គីទឹកចិត្តទី2បង្ខំឲ្យពួកយើងផលិតផ្ទៃក្នុងទី3យើងនឹងមានអនាគតល្អជាងការបន្តប្រើប្រាស់របស់គេ3ហ្នឹងបង3ហ្នឹងគឺសំខាន់ណាស់អញ្ចឹងលោកពូខឹមវាសនាខ្ញុំពីមុនផ្ទាល់ក៏ជាអ្នកនិយមស្ដាប់គាត់ហើយគាត់ពេលខ្លះក្រុមគាត់ក៏មានអារម្មណ៍ថាទើសខ្ញុំមួយចំនួនដែរប៉ុន្តែដោយសារខ្ញុំជាមនុស្សសេរីខ្ញុំឮហើយត្រឹមតែឮឃើញហើយត្រឹមតែឃើញខ្ញុំមិនបន្តខមមិនទេពីព្រោះការផ្សះផ្សាចេញពីមនុស្សដែលចិត្តអត់ធ្មត់ការឆេវឆាវចេញពីមនុស្សដែលល្ងងខ្លៅអញ្ចឹងខ្ញុំឃើញគាត់វេតបជាមួយនឹងរដ្ឋាភិបាលជាមិនមែនជារឿងថ្មីទេគឺជារឿងដដែលឲ្យតែមានកន្លែងណាខុសខ្ញុំផ្ទាល់បងផ្ទាល់អ្នកណាក៏ដោយឲ្យតែគាត់ចង់វាយក៏បានដែរសំបីតែសម្ដេចតេជោក៏គាត់អាចផ្លោងទៅខ្លះដែរប៉ុន្តែនៅតែអនុគ្រោះដោយសារអីគាត់មានគោលកំណត់ថាបើធ្វើសង្គមមិនស្អាតគាត់នាំគ្នាធ្វើចការឲ្យស្អាតនៅជុំគ្នាទៅអញ្ចឹងការរស់នៅរបស់គាត់មើលទៅដល់មិនជាប៉ះពាល់អីដែរគាត់នៅតនេក៏គាត់បញ្យលធัวគេទៅក៏គាត់ចាប់ផ្ដើមលៀងកំណត់ក្នុងសង្គមខ្លះទៅអាហ្នឹងរបៀបរស់នៅរបស់គាត់ចំពោះការដែលគាត់ឆ្លើយតបជាមួយនឹងលោកគ្រូអតីតព្រះសង្ឃហ្នឹងគឺខ្ញុំគ្រប់គ្រងកំណត់ថាបច្ចុប្បន្នគណៈហ្នឹងចាំបាច់បំផុតគឺយើងបន្តមិនប្រើប្រាស់គឺជាអនាគតរបស់ពួកយើងបើពួកយើងបើកទ្វារយើងនៅតែប្រើប្រាស់ខ្ញុំក៏ជួបញើសដែរថាខ្មែរមិនក៏ភ្លេចម្លេះតែ2-3ថ្ងៃដដែលវិញ2-3ថ្ងៃដដែលវិញយើងត្រូវចងចាំថ្ងៃ24កក្កដានេះជាថ្ងៃឈឺចាប់បំផុតដែលគេបង្រៀនយើងថាឯងសុំទានយូរហើយឯងយករបស់អញប្រើយូរហើយមិនជួបញើសឲ្យស្ងួតធ្វើការឲ្យខ្លាំងជាងមុនទេឬអីខ្ញុំប្រាប់បងមក15ឆ្នាំខ្ញុំធ្វើកិច្ចការសង្គមខ្ញុំចង់ឲ្យពលរដ្ឋរបស់ខ្ញុំមានគុណវុឌ្ឍិផ្នែកការគិតពីព្រោះនៅក្នុងគំនិតវាគឺជាកំណប់នៃរឿងរ៉ាវទាំងអស់បកកែគិតស្អីក៏ចាញ់ដែរតែបើអ្នកឯងមិនបកកែគិតទេរឿងល្ងឹតកើតឡើងសម្រាប់ជីវិតអ្នកឯងវាធ្ងន់ដល់ប្រទេសជាតិដែលអ្នកឯងកំពុងរស់នៅអ្នកឯងជួយខ្លួនឯងក៏មិនកើតជួយប្រទេសជាតិមិនកើតអ្នកឯងរកតែប្រថោក្នុងឆាកជីវិតអញ្ចឹងសម្ពោះដែលបងចោទសំណួរទៅលើបុគ្គលពីរដែលកំពុងល្បី trading ហ្នឹងណាខ្ញុំជឿចេតនាចិត្តរបស់បងឯងក៏ចង់ឲ្យខ្ញុំទៅពាក់ព័ន្ធប្រឡូកប្រឡាក់ជាមួយនឹងខ្សែប្រយុទ្ធមួយហ្នឹងដែរប៉ុន្តែខ្ញុំក៏ត្រៀមខ្លួនជាស្រេចក្នុងការត្រៀមខ្លួនដែរបើវីដេអូនេះចេញទៅគេវាយបកយ៉ាងម៉េចខ្ញុំជាទូទៅខ្ញុំតែងតែថ្លឹងថាភាសាខ្លះខ្ញុំមើល profile គេខ្ញុំបញ្យល់ខ្ញុំចូលទៅបញ្យល់មួយសើខ្ញុំអត់ងាយតបក្នុង comment ឲ្យឆ្លោះគ្នាពីព្រោះភាពថ្លៃថ្នូររបស់ខ្ញុំគឺភាពផ្សះផ្សានៃជនជាតិមួយនេះมันអាចឆុងឆាំងបានទេពីព្រោះជនជាតិយើងដើមសន្តិភាពមួយនេះដាំជាង40ឆ្នាំដាំដកវាអត់ចាក់ឬសោះអញ្ចឹងមានពេលណាទៅបរិយាគ្នាខ្ញុំចេះគិតមើលតែក្បាលអត់មើលកន្ទុយកាត់ក្បាលយកបដ ாய் ពេលខ្លះផុសដាក់$2 ដុល្លារ
ก็ทางมวยแต่ละอีมันวิอดใจมือวิอดพร้อมเรียนมือไปทัวร์ปุ๊กก็สำหรับจัดเลือนจังขยมเนื้อแต่ต่อสู้เลือกาอบรมเขมรนังกากายชนายสำรามหลังวิ่งโดยยำใจในยัยท้าสำรามกายชนายบานแต่มนุษย์มูจำนวนกายมันบานนี่มันได้สำหรับบองเหม็นเตียงพระองค์สดับบองบ้าเอาไว้ในบองสู้สำนูพระองค์โดยบองบานทรงโตหลวงพระองค์ปีข้างดำบ่สำนูมีในทางเอาไว้ในพระองค์ชลายบ้านคือพระองค์กูชลายเอาไว้ในพระองค์ชลายบ้านพระองค์กลมชลายบองมันมีกับนึกเตียงพระองค์แต่ขนมเรื่องเอานั่งเด้ก็ปนใต้ได้ซาแต่กลุ่มรัฐวัปทอระบบพระองค์เวียกาเจ็ดดังระบบพระองค์เวียเชี่ยมหาชนตัวสกอลจังกลุ่มรัฐระบบพระองค์กาบองสู้ยังถือสู้ไอ้ซ้ำนั่งกลุ่มรัฐวัปทอกาเจ็ดดังระบบพระองค์เอาไว้ในบองตีนี่คือบองบ้านตีพระองค์โจเลยขนมนั่งเด้บองอัตวานักกำนัดยมได้ดูยมกระทาบองจมหอเพลปีขยมชลายกับบ้านมันชลายกับบ้านก็ปัญไตขณะขนมนิ่มจีเนดังขยมเตอแต่ชลายจังเนเป้แต่ยมชลายแต่ละการสำนวนแต่บองจอดซัวเวียดโดยจีลมโฮเอาขยมโฮโจไปลองได้ไว้แต่บองมีนจัดทำมันเตี้ยแต่การชลายจีจำร้อยเวียโฮโจจะน้อยมวยใหญ่ปัญไตขยมก็เตรียมกาโฮโจนั่นแหละซาแต่ขยมมวลจับประดามเธอเกิดการสังคมระปรามชนะในโยงใบภูมิศาสตร์เพียรษาคือขยมเตรียมจิตสลายดำไปกระทาจิตเตอร์กาจนแต่มีคล่ำไม่จงเจ้ามาเสียตีจังบ่สันเสียสมนูบองบ่มาขยมเนอแต่เละเลี้ยมมหาจนได้กำปงเมื่อปีเคนี้เก่งเมื่อขยมในเชวงถ่ากำซาในชลามถ่ายโยริครุนตอนแต่ตัดจัดระบบขยมเตรียมครุนจะใส่ท่าเนี่ยสู้ไอ้ที่ยมชลอยบ้านยมชลอยที่พวกขยมมันได้กับวีกบาลที่มีเนี่ยสู้มันเนี่ยได้ชลอยมามัดงัวปะก่อนยมชลอยจังได้ที่สู้ท่าสังคมอัดปังเรียนเขมรสำรามาแย่ใหญ่สังคมปกอลุยคือจืดกับหอระบอนน่ะให้ลายต่อเทียดยมทักขยมดังที่โลกเบิดดับมาภัยชนะที่เป็นเนอถึงจังกับหอโลกยมนั่งไอ้อัดปลอมเถยซอกัดสู้รอแต่เนี่ยข้อประเทศนี้มันไอ้สู้รอนาข้อนาเตอเจ๊ไอ้เธอนั่งเจ๊ไอ้จุยนั่งประสันแบบปุ่ยยืงเนอเลือกับไอ้สู้ไอ้เธอเจ๊ข้อไอ้เธอจะมันเตอยัยขี้ยูเตอเวียวอลสังคมยืงเวียบานพอตะมุกจังสมนูระบขยมได้ตัวปีโลกมันเนี่ยนั่งอะเบอร์ยมชลอยท่าเชื่อกับหอระบบกลขอขยมประกอบเชี่ยกำรองการได้ในเลือดใดระบบขยมเชื่อกาปัดปัญแต่ขยมปรับทาเวียก็มันเป็นเชื่อกับหอระบบนาที่เวียคือเชื่อกับหอระบบปุ่ยยืงแต่เตี้ยหลังงัดเพลิงสู้รอนาบัดตรอเตียนสันเหมาตรอได้แก้สันเหมาดดขณีไอ้พลื้ด่าตกยัยขณีทับบองไม่บันเวียหลังงัดอะไรนั่งไงยืงในยัยขณีขนมเบ็ดดวงขม้ายบองปอนดับปลินเนี่ยซอประเทศปันบาดได้เรื่องอะไรใหญ่ๆจรันใจแย่ยืงตรึกดอกสายปัญหานั่งเบอร์ยืงมันเฮียนยกสมได้นะถึงยัยเก็บเนี่ยเต้สมได้นะยัยเก็บดังเต้ยืงมันซ้อมจีเนี่ยเจ็ดดังอ่ะบงเจ็ดดังคือดังเพลดาตะมนเก้ไปกลางมวยจำเนียนตัดเชิงกับเตาตื้อบ่าเสือเรื่องนั่งไปบ้านพอเราไปแต่เฉียดบ่าคนหลวงพ่ออนบองจองสู้หลวงพ่ออนท่าพระอนมีนไอ้นี่ยืนแต่กันพอนายเชียมีนเชียซากับบ้านมีนเชียเปียสมได้กับบ้านพระอนสมนู้นี่ฮะเป็นจีเป็นสมนู้ด้วยการเลือกลางมาบอกไงยังเมื่อคืนท่าดำใบกับหมอยไทยกับหมอยเสียมกี่เมื่อไงท่าขมายเยอะเวมันกิจมันพอดปีตำแหน่งไทยด้วยบ้านมาเปล่านึงโดยจีมันไตรมวยจำนวนโดยเลยยังเคยไงมันไตรมวยจำนวนมาเอาเยี่ยมเจาะสีประแค่ระบบปรอดใบจากเบิกเอาชมวยน้อมตำนิ่งใส่ปากก็ดักจูลบำพลายสักเพียบให้เกิดเป็นจอยตอลครูนให้พออนเมื่อเคยแบบนั้นได้เนื้อเป็ดเดลเนื้อมวยแกเอาแต่โดยใส่กี่เจอทะลุยังเนื้อเดลคำบัดบังตอนนั้นมันรู้กี่เจอทะลุเนื้อแต่ยอดได้จะทำไมกี่เจอทะลุทำไมกับมอยเป็นไตรตรงกี่เจอยังพออนเมื่อเคยแบบนั้นได้แต่มันไตรมวยจำนวนไหนก็โชว์เชิงตามกับบัดพรมได้นี่บ่าโดยเชื่อเนื้อแต่คบขัดจมูกนึงเอาลุยเบิกน้อมใส่ปากเกาะน้อมใส่จุกปากเกาะน้อมไอ้กิบทรายจะโฮไฮพิเศษคือลูกไพ่มันนะทรายจะโฮไฮนึงตายังกู้แต่รัฐประตั้งแบบนั้นตรงนี้พอจะอยู่ประชดมันเนี่ยเป็นปริบาลโดยจะมุ้ยเนี่ยคอมบัดบังมุ้ยเนี่ยแกเอาแต่จะเจอทะลุเพราะเขาเจอทะลุหรือก็มันไตรก็เจอทะลุยังเกิดไหมจ๊ะผมเบอร์ยังมือบับตะเซเลยก็ได้ด้วยตังอ่ะแต่เบอร์มือเจาะด้วยทูจังขยมมันเฮียนเบาสายเจริญเตะขยมเมียนแต่อัมพีวันนี้จิเพลสเตทัวลำอัดมีในทางอ๋อลูกบอลโอนได้กำปงเพื่อกิจการในขนมประเทศมวยแต่โปเป็นโดยสันเพียบให้ปลาจะรักเจ้ามาเสียอภิวัตคลุ้นนะมันเติมมุกชงายตีปีปลุกการน้าอัมเปอร์กระเวจิเกลือไม่วีมอมกันอ๋อลูกบอลโอนบ่มพลายฉบับบอมพลายตักเจลโปรดอ๋อลูกบอลโอนกำปงแต่บ่มเปลี่ยนกาปัดจังบ่สันจะอ๋อลูกบอลโอนมีตัวนาทีมีอำนาจมีบอลสะเฮ้ยมันอาจโยมมาบ่มราวประเทศจิตในกรมตะโบสันพินตี
បើសិនជាអស់លោកបងប្អូនប្រើអំណាចបនស័កហ្នឹងលួចចូលយករបស់ខុសច្បាប់ចូលបងប្អូនអាចធ្វើបានមួយជើងពីរជើងតែច្បាប់មិនដែលភ្លេចបងប្អូនទេបើសិនជាអស់លោកបងប្អូនកំពុងមើលបងប្អូនប្រហែលជាពេកជ្រាយពឹងច្បាប់បើពឹងច្បាប់មិនកើតឡើងមិនអញ្ចឹងហ៎បងប៉ុន្តែប្រទេសណាក៏មានកន្លែងធ្លាយដែរសំបីតែអាមេរិកកាន់ព្រំដែននៅមិចស៊ីកូក៏នៅមួយថ្ងៃមាន170ទៅ300នាក់ចូលព្រំដែនដែរគេអាមេរិកផងណាគេមានប្រដាប់ប្រដាលំអិតផងណានៅតែមានអ្នកលួចចូលពីព្រោះការដែលធ្វើពុករលួយនេះប្រទេសមានប្រព័ន្ធតឹងក៏នៅមានប្រទេសមានប្រព័ន្ធធូរវាសម្បូរបន្តិចប៉ុន្តែភាពសម្បូរនេះយើងគួរតែប្រើសម្ដីចាក់ទៅកាន់អ្នកដែលកំពុងប្រព្រឹត្តអាក្រក់ខ្ញុំតែនិយាយថាប្រទេសសន្តិភាពមិនអាចមានមន្ត្រីចោរម៉ាស៊ីនពូននៅក្នុងហ្នឹងសន្តិភាពហើយគួរតែប្រើសន្តិភាពជាគ្រឹះជាដើមទុនដើម្បីអភិវឌ្ឍសន្តិភាពនេះមិនមែនបួងសួងទេអស់លោកបងប្អូនដែលកំពុងមើលគឺជាឈាមហើយនឹងញើសរបស់ថ្នាក់ដឹកនាំចាស់ចាស់ទៅប្រលត់វាតាមិនមែនតែសុំពីគេមកណាប្រទេសដែលខ្លាំងមិនត្រូវសុំពីទេវតាទេសុំឲ្យប្រទេសខ្ញុំមានសន្តិភាពហេសុំអ្នកចិត្តខាងកុំធ្វើបាបខ្ញុំយឺតពេលហើយបងប្អូនសន្តិភាពពិតប្រាកដត្រូវស្ថិតនៅក្នុងកំណាប់ដៃពួកយើងគឺយើងត្រូវតែបង្កើតកសាងវាដោយខ្លួនឯងយើងមិនអាចសុំគេទេគេមិនឲ្យយើងទេគេចង់ខាងលិចខាងកាត់គេចង់ឃើញយើងសន្តិភាពទេទៅមិនរួចទេអញ្ចឹងបើផ្ទៃក្នុងរបស់ពួកយើងមិនរួបរวมទេឥឡូវយើងកើតតែជាកម្លាំងមួយណាការរួបរวมយើងនិយាយវីដេអូចាស់ៗណាគឺវាខ្លាំងហើយយើងបន្តខ្លាំងទៀតទៅពីព្រោះបន្តបែបនេះ20ទៅ30ឆ្នាំទៀតយើងនឹងផ្លូវអស្ចារ្យម្ដងទៀតប្រទេសរបស់យើងមានដូនតាដ៏អស្ចារ្យបងដូចខ្ញុំនិយាយអញ្ចឹងមិនបានយកឈើឬក៏យកដែកទេទៅយកថ្មធ្វើប្រាសាទចិញ្ចឹមយើងដល់សប្ងៃប្រាសាទប៉ុណ្ណាមិនបានបុកគ្រឹះ300ម៉ែត្រទេយកទឹកនិងខ្សាច់ធ្វើគ្រឹះដូនតាយើងអ្នកគិតខ្លាំងណាអញ្ចឹងអាកន្លែងហ្នឹងគួរឲ្យយើងមានតម្រុយក្នុងការតស៊ូទៅកាន់មន្ត្រីដែលគាត់អនុវត្តការងារឲ្យគាត់យកអំណាចទៅនាំចូលរបស់មួយចំនួនដែលបងសួរខ្ញុំហ្នឹងណាបោះលោកបងប្អូនហើយមើលទៅគឺឃើញថាចូលផ្លឹបហ្នឹងគឺល្អសម្រាប់ការគិត3 4ខែប៉ុន្តែនៅពេលដែលអំពើអាក្រក់វាងើបឡើងដួលទាំងអស់កូនក៏គេស្អប់គ្រួសារគេស្អប់ទាំងពូជថ្មីត្បិតច្បាប់មិនធ្វើអីគាត់អត់តន់បានតែការស្អប់នៅរស់រវើកចំពោះការដែលធ្លាប់ធ្វើអាក្រក់មិនស្អប់គាត់ទេស្អប់ទាំងធ្វើអាក្រក់បុគ្គលណាក៏ដោយដែលណាបំផ្លាញប្រទេសជាតិយើងអត់ស្អប់បុគ្គលទេយើងស្អប់អត្តចរិតអញ្ចឹងឲ្យតែឃើញអត្តចរិតណាបំផ្លាញជាតិនិយាយភ្លាមកុំឲ្យគាត់រស់បានហើយរដ្ឋាភិបាលគ្រប់គ្រងដែរពេលខ្លះរដ្ឋាភិបាលនិយាយទៅវាទៅតល់បងប្អូនចដូនមួយបងប្អូនបង្កើតក៏ប៉ុន្តែបើយើងអ្នកឆ្ងាយយើងគាត់និយាយថានេះនិយាយត្រូវផ្ទះដៃទេតាពេលខ្លះត្រូវការមាត់យើងដែរមិនអាចថាម្នាក់ហ្នឹងតែដឹកម្នាក់ផ្សេងថាមកអាហ្នឹងក៏ល្អដែរអញ្ចឹងចំពោះខ្ញុំមើលឃើញផ្ទាល់បើសិនជាច្បាប់របស់ពួកយើងកាន់តែវិវត្តទៅលើខ្សែរឹងមួយមកអាណត្តិទៀតខ្ញុំជឿថាប្រព័ន្ធវាកាន់តែល្អទៅទង្វើបែបហ្នឹងនឹងកាត់បន្ថយអ្វីត្បិតតែពួកយើងគឺជាប្រទេសដែលមានសន្តិភាពតែខ្ញុំជឿថាសន្តិភាពកើតនៅក្នុងឆ្នាំ2000នេះមូលហេតុអីអ្នកខ្លះគាត់ខឹងខ្ញុំដែរថាចុះតាំងពី7មករាមកអត់ទេ7មករាមកខ្ញុំនៅរៀនរត់គ្រាប់ឡើយទេអញ្ចឹងលុះត្រាតែសម្ដេចហោះទៅជួបពូអ៊ីឈៀននៅបៃលិនទើបការសមារណកម្មអាវុធកើតឡើងគឺយើងជប់បាញ់គ្នាឆ្នាំ2000ខ្ញុំរាប់ថាជាឆ្នាំសន្តិភាពពិតប្រាកដអញ្ចឹងប្រទេសរបស់ពួកយើងទើបតែមានសន្តិភាព25ឆ្នាំទេដល់តែពេលមានសន្តិភាពខ្ញុំដែរនិយាយថាមន្ត្រីចៅម៉ាស៊ីនមួយចំនួនគាត់រស់នៅក្នុងដំបូលធម្មសន្តិភាពហ្នឹងគាត់កັບកេងប៉ុន្តែច្បាប់កំពុងតែរែងគាត់តារែងមួយថ្ងៃពីរថ្ងៃមិនអស់ទេអស់លោកវាចាក់ឬពេកត្រូវរែងឲ្យយូរបន្តិចឥឡូវខ្ញុំចង់សួរលោកប្អូនមួយខ្ញុំឃើញជាទូទៅមន្ត្រីមួយចំនួនដែលគាត់មកធ្វើការគាត់តែងតែរកកន្លែងដែលខ្លាញ់បាទតាមច្រកនីមួយគឺគាត់សិតតែរែងរកកន្លែងខ្លាញ់ហើយរកខ្សែទី1ខ្សែហើយខ្លាញ់ជួនកាលគាត់រហូតដល់ចំណាយថវិកាទៀតតម្រាំតែគាត់បានធ្វើកន្លែងច្រកមួយដែលមានកន្លែងខ្លាញ់ហើយកន្លែងខ្សែបើអត់ខ្សែអត់ខ្លាញ់គាត់មកទេអញ្ចឹងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យមានអំពើពុករលួយនេះវាកើតឡើងអាទំនិញរបស់ថៃវានៅតែចូលមកហើយអានេះតនភាពនឹងវាចេះតែមានហើយសំខាន់តើបងប្អូនមើលឃើញតែច្បាប់នៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងតើឲ្យមន្ត្រីមកធ្វើការបម្រើប្រជាជនហ្នឹងមករកកន្លែងខ្លាញ់សក់លុយទៅលើគេមករកកន្លែងខ្លាញ់ឬក៏ធ្វើការតាមខ្សែបងប្អូនមើលឃើញយ៉ាងម៉េចដើម្បីក្នុងនាមបងប្អូនជាយុវជនមួយដែលបណ្ដោះកោសិកាយុវជននេះត្រង់ចំណុចហ្នឹងខ្ញុំតែនិយាយថាវាគឺជាវប្បធម៌របស់ប្រទេសយើងដែលខ្ញុំចេះគិតពីប្រទេសណាខ្ញុំធ្វើកិច្ចការបម្រើសង្គម15ឆ្នាំហើយប៉ុន្តែរឿងដែលតាក់ទងសង្គមផ្នែកជំនាញខ្ញុំហាក់បីជាគ្មាននរណាមករកខ្ញុំទេខ្ញុំទៅជាជនអនាថាដើរផ្លូវឆ្ងាយដែលមានចក្ខុវិស័យឆ្ងាយអញ្ចឹងបងសួរខ្ញុំថាតាក់ទងជាមួយនឹងរកន្លែងខ្លាញ់មានខ្សែគឺវាអាចថាវាកំពុងតែធ្វើការយ៉ាងសកម្មហើយក្នុងពេលឥឡូវដើម្បីបានតំណែងមួយដើម្បីបានទូនាទីមួយត្រូវការរបស់ខ្លះទៅបិទភ្នែកដើម្បីឲ្យគាត់ឆ្លងផុតកន្លែងហ្នឹងត្រូវទេយើងមិនអាចបកកាយបានទេព្រោះវាជាការពិតបើយើងបកកាយការពិតប្រទេសយើងវាល្ងិតអញ្ចឹងប្រសិនបើអស់លោកបងប្អូនដែលឃើញទង្វើបែបហ្នឹងវិធីជួសជុលឃើញតែម្នាក់ហ្នឹងអាក្រក់
ហ៊ានលះបង់ឡើងថតម្នាក់នឹងប្រហោះរាយការណ៍ទៅកាន់ក្រសួងហាផ្ទៃពីព្រោះពីមុនយើងគាត់ថាពិបាកនឹងរាយការណ៍ពិបាកនឹងបញ្ជូនព័ត៌មានតែឥឡូវឧទាហរណ៍ថាឃើញមេព្រំដែនមួយនឹងឃើញមេព្រំដែនខាងនោះគាត់ធ្វើរឿងអាក្រក់កាន់ទូរស័ព្ទថតទៅតែគេច្រាវជ្រាវដឹងដល់ពូផៃម៉ាណាដួលលើគ្នាហ្នឹងមិនចឹងបងយល់ទេអញ្ចឹងមែនពីមុន20ឆ្នាំមុនយើងអត់មានប្រព័ន្ធជួយយើងទេយើងនិយាយគេថាយើងចោតប្រកាន់តែឥឡូវឲ្យតែគាត់អនុញ្ញាតឲ្យរឿងនឹងកើតឡើងប្រើទូរស័ព្ទថតរាយការណ៍ទៅក្រសួងមហាផ្ទៃគេនឹងធ្វើចំណាត់ការធ្វើត្បិតយឹតនឹងលឿនអាស្រ័យលើតំណែងនិងទូនាទីប៉ុន្តែខ្ញុំតែនិយាយថាបើអស់លោកបងប្អូនឃើញថាពួកគាត់មានបញ្ហាពុកអលួយសោកលួយនៅតំបន់ខ្លាញ់ហើយគាត់ចាប់ផ្ដើមធ្វើសកម្មភាពពុកអលួយអាកន្លែងគាត់ធ្វើសកម្មភាពហ្នឹងជួយថតរាយការណ៍និងប្រមូលភស្តុតាងឲ្យរដ្ឋយើងទៅដោះស្រាយទៅបើដាក់លើតុរដ្ឋថាប៉ះបងប្អូនគាត់ក៏មិនដោះស្រាយយើងក៏វាអស់ចិត្តដែរយើងបានធ្វើរឿងត្រឹមត្រូវដែរប៉ុន្តែរដ្ឋគាត់អត់ដោះស្រាយដោយសារប៉ះពាល់លើផ្នែកណាមួយឬក៏យើងដឹងវាតិចពេកអញ្ចឹងយើងបកគលកិច្ចការឲ្យច្បាប់ធ្វើការទៅចំពោះយើងបានតែអនុវត្តច្បាប់តែយើងមិនអាចទៅកែច្បាប់បានទេពីព្រោះច្បាប់ចេញមកឧទាហរណ៍ថាបើឃើញបងឬក៏មន្ត្រីផ្សេងគាត់ធ្វើខុសយើងជាពលរដ្ឋយើងមិនអាចទៅធ្វើឲ្យបានក្រៅពីរាយការណ៍និងថតភស្តុតាងនិងប្រមូលភស្តុតាងទាំងអស់ជូនទៅកាន់រដ្ឋយើងទេបាទអានេះខ្ញុំមើលឃើញមួយចំនួនខ្ញុំមើលឃើញមន្ត្រីយើងមួយចំនួនពេលខ្លះគាត់បាទមន្ត្រីយើងមួយចំនួនពេលខ្លះគាត់មិនសូវបានរៀនច្បាប់ទេហើយគាត់ឡើងតាមខ្សែអញ្ចឹងទៅកន្លងមកគាត់ឡើងសក់លុយសក់កាក់គេទៅបានមកធ្វើការទៅបាទកន្លងមកខ្ញុំធ្លាប់ឃើញដោយអតកែខោអោតជុះមួយនៅក្រុងប៉ោយប៉ែតហ្នឹងបានឡើងធ្វើជាមេច្រកកន្លងមកអញ្ចឹងបាទតែយើងមិនបាច់បញ្ចេញឈ្មោះទេហើយគាត់អត់បានរៀនទេអ្នកខ្លះចិនកាប់ជ្រូកសុទ្ធកន្លងមកខ្ញុំនិយាយពីមិនមែនសម័យនេះណាសម័យមុនដល់ពេលគាត់បានរៀនច្បាប់ក្មេងខ្លះជាក្មេងទំនើងឯងមានឪពុកម្ដាយធ្វើធំទៅសូលលុយគេបានធ្វើបលិសបាទបានធ្វើសមាជិកហើយនៅពេលដែលអ្នកសារព័ត៌មានយើងទៅផ្សាយទៅអីចឹងគាត់ក្រៅពីការគម្រាមកំហែងក្រៅពីការចាប់ក្រៅពីការធ្វើបាបបុករុកអ្នកសារព័ត៌មានយើងហ្នឹងដូចជាគាត់អត់ចេះច្បាប់មន្ត្រីខ្លះអត់ចេះច្បាប់បាទគាត់អាងម៉ែគាត់មានខ្សែអញ្ចឹងតោឲ្យឡើងធំឡើងអីចឹងលោកមើលឃើញយ៉ាងណាដែរអាហ្នឹងហើយថាការលះបង់មនុស្សល្អតែមានការលះបង់នៅពេលដែលពីអំពើអាក្រក់លូតលាស់ដល់ពេលយើងទៅរាយការណ៍ទៅគេមិនផ្លាញប្រយោជន៍យើងគេមិនចាប់ផ្ដើមធ្វើទុកបុកម្នេញនឹងហើយសំតម្លៃក្នុងអ្នកនាមដឹងការពិតខ្ញុំផ្ទាល់ឲ្យតែឃើញរឿងខ្លះនៅក្នុងតំបន់ព្រៃខ្ញុំដើរថតរណាដើរថតសកម្មភាពខ្ញុំរាយការណ៍ដល់រាយការណ៍គេគម្រាមសម្រាប់ខ្ញុំដែរបាទឈប់យប់ដែរធ្លាប់គាត់ថាកាន់តែបិចបានកុំកាន់តែហ្វឺតបានកុំកាន់កាមេរ៉ាមានការងារលោកឯងទេតែខ្ញុំឮសូរអញ្ចឹងខ្ញុំក៏រាប់ថាខ្ញុំឈប់ធ្វើហើយតែខ្ញុំឲ្យអ្នកផ្សេងធ្វើស្ងាត់ជាងខ្ញុំទៀតបាទអញ្ចឹងមានថាពេលខ្លះមិនប្រកាសតែយើងទៅផ្ទាល់ទេពេលខ្លះមិនប្រកាសយើងទៅប្រឈមនឹងបញ្ហាផ្ទាល់ទេយើងត្រូវរកតាក់ទិកក្នុងការធ្វើឲ្យកន្លែងនេះស្ងាត់បាទទីបំផុតយើងអាចដោះស្រាយចេញដែរបងពីព្រោះខ្ញុំគិតថាពេលដែលយើងដូចខ្ញុំអញ្ចឹងអាយុ41ហើយបើថ្ងៃណាជាតិតម្រូវឲ្យខ្ញុំត្រូវប្រឈមមុខជាមួយនឹងសង្គ្រាមខាងលិចដ៏ធំខ្ញុំក៏ជាតបបំរុងជើងទី2ដែរបាទខ្ញុំគិតថាខ្ញុំរស់នៅគុណធម៌ជាតិរបស់ខ្ញុំត្រូវសងជាតិខ្ញុំពីព្រោះខ្ញុំជាពាក់គុណប្រទេសនេះច្រើនមែនទែនខ្ញុំកើតលើទឹកដីកម្ពុជាខ្ញុំអត់ដែលឃើញកម្ពុជានេះផ្ទុះភ្នំភ្លើងខ្ញុំរត់ទេខ្ញុំអត់ដែលឃើញកម្ពុជាអាក្រក់ដល់ថ្នាក់ទឹកចំនួនលិចតំបន់ខ្ញុំរស់នៅខ្លាំងទេខ្ញុំអត់ដែលឃើញកម្ពុជារំជួយដីទេខ្ញុំក៏ទិដ្ឋាខ្ញុំជាពាក់គុណទឹកដីកម្ពុជានេះច្រើនពេកហើយវាផ្ដល់កន្លែងដ៏សុខសាន្តដែលជាសវណ្ណភូមិរបស់ខ្ញុំហើយអ្វីត្បិតតែក្នុងផ្ទះខ្ញុំមានបងប្អូនខ្លះខូចក៏ប៉ុន្តែវាតែងតែមានយើងត្រូវការប្រើប្រាស់ពេលវេលាសម្អាតលើកឡើងទៅបងថាពេលដែលយើងដឹងរឿងពិតហើយទៅកកាយវាប៉ះពាល់ដល់ខ្លួនឯងសំតែអញ្ចឹងហើយបងបើមិនប៉ះពាល់វាចម្លែកពីព្រោះមនុស្សដែលទៅជួតរបស់ស្អុយកណាត់នឹងត្រូវស្អុយតែយើងអាចបោកបានតែដូចថាតុកហ្នឹងប្រឡាអាចមន់យើងយកកណាត់ល្អទៅជួតថាជួតមិនខ្មោចស្អុយអាចមន់វាអត់អាចបងដឹងរឿងហ្នឹងបងទៅរាយការណ៍រឿងអីដែលគេចូលចិត្តយើងវាមិនអាចតែវាជាការលះបង់ការលះបង់ត្រូវធ្វើអញ្ចឹងបាទអរគុណមែនទែនដោយសារតែពេលវេលាយើងមានកំណត់ហើយខ្ញុំអរគុណលោកប្អូនអុកវ៉ាន់ដេដែលបានផ្ដល់កិច្ចសម្ភារខ្លីដ៏មានសារៈប្រយោជន៍ហើយខ្លឹមចែករំលែកដល់បងប្អូនសាធារណជនវ៉ាន់ដេតើបងប្អូនមានអ្វីជាសារចែករំលែកដល់យុវជនយើងចំនួនក្រោយក្នុងនាមបងប្អូនជាយុវជនម្នាក់ដែលជាមនុស្សគេហៅថាទំពាំងស្នងរស័យជាមនុស្សធនធានមនុស្សសម្រាប់ជាតិនេះបងប្អូនមានអីសំចេញបាទជាវីដេអូនេះខ្ញុំសូមអរគុណសម្រាប់ពេលវេលាដែលអាចប្រើភាសាក្នុងផ្លូវចិត្តដ៏តិចរៀងខ្លួនក្នុងការបកស្រាយបញ្យល់រឿងរ៉ាវហ្នឹងខ្ញុំអរគុណច្រើនក្នុងការផ្ដល់វេទិកាឲ្យខ្ញុំជជែករឿងរ៉ាវជាច្រើននៅថ្ងៃនេះវីដេអូចុងក្រោយរបស់ខ្ញុំពួកយើងមានម្រាមដៃ10នេះយើងមិនអាចប្រើម្រាមដៃណាមួយទៅចង្អុលថាមិនក៏មិនធ្វើនេះមិនក៏មិនធ្វើនេះខ្លាំងអីធ្វើហ្នឹង
អ្នកណាមានកូនចិញ្ចឹមកូនឲ្យខ្លាំងអ្នកណាគេខ្លាំងអីបន្តធ្វើហ្នឹងក្នុងបច្ចុប្បន្ននេះខ្ញុំសង្ឃឹមថាប្រទេសកម្ពុជារបស់ពួកយើងវាមិនអាចចង្អុលរមុខអ្នកខុសអ្នកត្រូវទេតស៊ូអត់ធ្មត់ក្នុងការអភិវឌ្ឍប្រទេសរួមគ្នាអ្វីត្បិតអស់លោកបងប្អូនមើលវីដេអូទៅថាតស៊ូយូរហើយវាអត់អភិវឌ្ឍវាអត់ទៅមុខអាហ្នឹងគេហៅថាកតាបកុលទេប៉ុន្តែជាក់ស្ដែងប្រទេសរបស់ពួកយើងក៏វានៅលើផ្លូវត្រូវដែរខ្ញុំបានមើលព័ត៌មានប្រទេសអាហ្វ្រិកប្រទេសអ៊ុយក្រែនជាមួយរុស្ស៊ីប្រទេសអ៊ីស្រាអែលជាមួយនឹងប៉ាឡេស្ទីនខ្ញុំឃើញថាពេលដែលបង្កើតសង្គ្រាមឡើងបងវាត្រូវថយក្រោយដើម្បីអភិវឌ្ឍជិត100ឆ្នាំវិញទៀតដើម្បីកសាងអញ្ចឹងយើងនៅលើផ្លូវត្រូវនេះឲ្យអត់ធ្មត់បន្តិចវាតែងតែមានរឿងខ្លះប៉ះពាល់ដល់ផ្លូវចិត្តអស់លោកបងប្អូនក៏ប៉ុន្តែវាគឺជាតំណាងឲ្យភាគតូចដែលអស់លោកបងប្អូនអាចនឹងជួបនៅក្នុងរឿងការរស៊ីក៏ប៉ុន្តែมันអាចជារឿងធំទាំងអស់បានទេអស់លោកបងប្អូនហើយយើងត្រូវតែគិតគូរដល់កត្តាសុខសុវត្ថិភាពបងប្អូនកូនក្រោយកូនចៅជំនាន់ក្រោយយើងដែលកើតទៅកើតបានមួយថ្ងៃពីរថ្ងៃ5ឆ្នាំណាឲ្យពួកគាត់ភ្លក់រសជាតិហ្នឹងបន្តអភិវឌ្ឍទៅជនជាតិយើងមិនមែនចំនួនខ្ញុំអ្នកសោយសុកចំនួនបងទេចំនួនចៅបងហ្នឹងអញ្ចឹងបានជាសម្ដេចធិបតីខំប្រឹងហ្នឹងមិនមែនចំនួនគាត់ទេចំនួនចៅគាត់ទៀតហើយបានអាចទៅមុខបានព្រោះប្រទេសយើងវាកប់ខ្លាំងពេកដោយសារសង្គ្រាមស៊ីវិលបាទអរគុណមែនទែនអរគុណដល់បងប្អូនវ៉ាន់ដេដែលជាយុវជនហើយជាកោសិកាសង្គមមួយធនធានមនុស្សដ៏មិនអាចកាត់ថ្លៃបានដែលបានផ្ដល់កិច្ចសម្ភាសឲ្យក្រុមការងារ SBT News អង្គភាពសារព័ត៌មានស្នេហ៍ជាតិហើយថ្ងៃនេះជាកិត្តិយសមែនទែនសម្រាប់អង្គភាព SBT News ដែលធ្វើកិច្ចសម្ភាសពីលោកប្អូនផ្ទាល់តែម្ដងចេញពីភូមិព្រៃច័ន្ទបាទភូមិព្រៃច័ន្ទឃុំអូបេជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហើយខ្ញុំបាទសានបធឿនក៏សូមថ្លែងអំណរគុណចំពោះអស់លោកលោកស្រីអ្នកកញ្ញានិងប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់តាមដាននៅកិច្ចសម្ភាសនេះរាល់កង្វះខាតខុសឆ្គងដោយប្រការណាសង្គមតែប្រិយមិត្តយើងនឹងអភ័យទោសឲ្យក្រុមការងារ SBT ជូនពរឲ្យបងប្អូនយើងសំណាងដល់